តោះអញ្ចឹងយើងធ្វើតតូនជាមួយនឹងធ្វើការ select តាមរយៈ ID មានន័យថាអានេះយើងធ្វើការ select មកទាំងអស់ទៅនេះ select មកទាំងអស់មាន pagination មានអីចឹងទៅអញ្ចឹងក្នុងនេះខ្ញុំអាចបញ្យល់អ្នកគ្នាបានខ្លះទៀតថាកាលណាយើងយកឈ្មោះ model នេះដែលធ្វើការជាមួយនឹង database ផ្ទាល់គឺតម្រងបែបហ្នឹងគេហៅថាជាតម្រងeloquent តើណា eloquent ហើយតម្រងមួយទៀតគេប្រើ DB មានឈ្មោះ table យកមកហ្នឹងគេហៅថា query builder ហ្នឹងយើងអាចចូលទៅក្នុង GPT យើងអាចសួរបញ្ជាក់បន្ថែមខ្ញុំដាក់ថា give me syntax ចឹងទៅsyntax of eloquent ខ្ញុំអត់ដឹងថាខ្ញុំសេត្រូវទេ eloquent and query builder នេះ query builder syntax គឺគេធ្វើបែបហ្នឹងគេមាននៅនេះមួយនេះ DB ហ្នឹងហើយគេចុចពីដងមកហើយឈ្មោះ table គឺ user ហ្នឹងមានថាយើងយក user table user យកមកនេះផ្ទាល់មកបើ eloquent eloquent or ហ្នឹងមានថាយើងយកឈ្មោះ model យើងយកឈ្មោះ model យកមកធ្វើការយកមកអញ្ចឹងយើងអាច research បន្ថែមទៅហើយយើង note ទុកទៅអញ្ចឹងនៅក្នុងនេះយើងធ្វើការតាក់ទងជាមួយនឹងការ select តាមរយៈ ID យើងដាក់ថា public function យើងដាក់ show ID អញ្ចឹងក៏បានដែរដោយសារចេះខ្ញុំយកតាម AI ហើយចាំខ្ញុំបញ្យល់អ្នកគ្នាបើសិនខ្ញុំទៅសេក៏ខ្ញុំទៅសេបែបហ្នឹងដែរដោយសារតែខ្ញុំធ្លាប់ទៅសេបែបហ្នឹងទៅ AI វា suggest មកបែបហ្នឹងអញ្ចឹងណាអញ្ចឹងយើងតាមដុល្លារ variable បូក1យើងយក model ដល់ទៅកាន់ find មានន័យថា find ហ្នឹងគឺសម្រាប់ស្វែងរកអីមួយយើងអាចដាក់ទៅលើវាហ្នឹងវាដាក់ find a model by its primary key អញ្ចឹងមានថាវាស្វែងរកនៅ primary key ដែលយើងបោះជា ID ហើយនេះ function show មាន parameter មួយគឺ ID អញ្ចឹង ID ហ្នឹងវាបោះមកកន្លែងនេះដូចថាកន្លែងនេះ ID លេខ3អញ្ចឹងកន្លែងនេះ find វា find ID លេខ3ហើយវា find នៅក្នុង table book ប្រសិនជាវា find អត់ឃើញយើងដាក់ is បើមិន book វា return response នៅ status 404មានថា not found យើងដាក់ book not found យើងអាចដាក់បន្ថែម with ID ចឹងទៅហើយតបមកបើសិនជាវាឃើញយើង return នៅ book retrieve successfully ហើយនៅ data ប៉ុណ្ណឹងអញ្ចឹងយើងចូលទៅមើល route របស់យើងអត់ទាន់មានទេអញ្ចឹងយើងដាក់ថា route អូខេវា suggest មកឥឡូវខ្ញុំ suggest ឲ្យហើយទៅ PHP artisan optimal បន្ទាប់ពីប៉ុណ្្នឹងហើយយើងចូលមកកាន់ Postman យើងបង្កើតនៅ route មួយទៀតខ្ញុំដាក់ថា get id នៅក្នុងនេះយើងដាក់ method នេះយើងដាក់ get id នេះ get book អូខេបន្តមកទៀតយើងចុច set មក
កន្លែង book បន្ទាប់ពី book យើងដាក់ ID លេខ 3 អត់យើងអត់ដឹងខ្ញុំភ្លេចបាត់អត់ដឹងថា data យើងមានប៉ុន្មានទេយើងអត់ទាន់ run អូខេចឹងយើងមើល total 2ចឹងវាមាន2អញ្ចឹងកន្លែងនេះយើងដាក់ ID លេខ 3 យើង ID លេខ 3 អត់មានទេយើងចុច send វាប្រកាសជា show អាកន្លែងមិន book មិញហើយអូខេវាអត់យើង optimize ម្ដងទៀតហើយជាយើង optimize អត់តាន់តា PHP artisan route list អូខេវាមកហើយយើងសាកទៅមើលម្ដងទៀតឃើញទេនេះ status 404យើងចូល like JSON មកព្រោះយើងបោះ JSON សួរមើល404 book not found with ID លេខ 3 យើងមានថា ID លេខ 3 ហ្នឹងក្នុង data របស់យើងហ្នឹងគឺអត់ទាន់មានទេអញ្ចឹង total វាមានត្រឹមតែ2ទេតោះណាអញ្ចឹងវាមាន ID លេខ 1 ID លេខ 2ហើយនៅក្នុងនេះយើងដាក់ ID លេខ 3 អញ្ចឹងវាអត់ឃើញទេអញ្ចឹងយើងដាក់ ID លេខ 2 វិញយើងចុច send ឃើញថានេះវាយកមកតែមួយដោយសារតែយើង select តាមរយៈ ID មួយអញ្ចឹងការ select តាមរយៈ ID គឺដូចមានតែប៉ុណ្្នឹងទេវាស្រួលហើយខ្លីនេះ ID លេខ 1 វាយកមកតែប៉ុណ្នេះ ID លេខ 2 វាមាន image ដែរអញ្ចឹងទៅចឹងខ្ញុំនឹងបញ្យល់អ្នកគ្នាវិញខ្លះតកតងជាមួយទៅនឹង function មួយចំនួនដែលខ្ញុំអត់បានបញ្យល់ចំពោះកន្លែង for នេះ validation point ទៅកាន់ for មានន័យថា person បើ validation ហ្នឹងវាខ្វះនៅនេះvalidator make request all អញ្ចឹងមានថាអាទាំងអស់នេះត្រូវតែមានបើសិនជាទាំងអស់ហ្នឹងវាអត់មានអានេះអាចអត់បានព្រោះយើងដាក់ nullable បើសិនជានៅក្នុងនេះវាអត់មានអីមួយដែលយើងបានបញ្ចូលមានថាវា point មកកាន់ false ហើយវា return response ដល់ទៅកាន់ JSON validator error អញ្ចឹងមានថា error នេះ error អីគេ error là nóថាដូច title ពេលយើងអត់បានបញ្ចូលវាដាក់ title is require អញ្ចឹងមានន័យថាគឺអានៅក្នុងនេះវាមានស្រាប់តោះនេះវាជាគេ set មកស្រាប់នៅក្នុង function ហ្នឹងដែលនៅក្នុង library របស់គេតែខ្ញុំអត់ដឹងនៅកន្លែងណាដែរបាក់រអញ្ចឹងហើយកន្លែងនេះគឺ request ដល់ទៅកាន់ hash file មានន័យថាប្រសិនជាវាមាននៅ file ប្រភេទ file តោះនេះមាននៅប្រភេទ file អញ្ចឹងវាចាប់ផ្ដើមធ្វើការវាមាននៅប្រភេទ file ព្រោះថាដូចយើងនេះស្តៀងនេះដូចយើងបានចុច reset ហ្នឹងគេថាប្រសិនបើ form ហ្នឹងគឺវាមាន file វាសម្គាល់ទៅលើថា file ទេអញ្ចឹងបើសិនមាន file វាយក image នេះ request ដល់ទៅកាន់ file នៃ image អញ្ចឹងមានន័យថា file នៃ image ហ្នឹងគឺ file ដែលមានឈ្មោះ image អញ្ចឹងដំបូងគ្រាន់តែមាន file ទេបើសិនវាមាន file ហើយវាធ្វើការចាប់យកនៅ name profile ហ្នឹងហើយអានេះគឺយើងធ្វើការ random តោះនេះបើយើង random ធ្វើ random មួយ time អញ្ចឹងលេខដែលបញ្ចូលគឺជាពេលវេលាជាបើសិនយើងចង់ដាក់ random យើងដាក់ random ហើយយើងអាចទៅ research ទៅយើង copy ប្រព័ន្ធនេះ if I want to set with random អញ្ចឹងទៅវានឹង show ឲ្យអ្នកគ្នា copy ទៅវាអាចបានមករបៀបទៀតអញ្ចឹងទៅហើយកន្លែង get extension នេះវាគឺជា function មួយសម្រាប់កំណត់សម្គាល់លក្ខណៈថានេះអាប្រភេទនេះអាពពួកនេះតោះណាវាមាន JPEG PNG ជាងទៅអាហ្នឹងគឺវាសម្គាល់នៅ dot
នៅពីក្រោយអញ្ចឹងណាតប move មានន័យថាយើងធ្វើការ move ទៅកាន់ឯគេទៅកាន់ directory public path អញ្ចឹងកាលណាយើងដាក់ public path វានឹងស្គាល់ហើយយើងអាចដាក់ hover កាត់លើវាបាននេះ go to path the public folder ឃើញទេវាទៅកាន់ public folder អូតូហើយនៅក្នុង public folder ហ្នឹងយើងចង់ឲ្យចូលទៅនឹង folder អីដែលយើងបានបង្កើតគឺ folder upload ដែល move with ឈ្មោះនេះឈ្មោះ image អញ្ចឹងទៅវា save បានប៉ុណ្ណឹងហើយចំពោះ function នេះគឺយើងធ្វើការ create function នេះវា create មកស្រាប់ create ហើយនេះគឺជាឈ្មោះ field របស់យើងហើយនេះគឺជាឈ្មោះនៅក្នុង form input របស់យើង set នេះមានន័យថាប្រសិនបើ image នេះវាមាននៅ image ដែលវាបានបោះមកអញ្ចឹងបើសិនជាវាចាប់ផ្ដើមធ្វើការគេថាបើសិនវាបានបោះមកវាចូលនៅ folder នេះវាចូលនៅវា save នៅឈ្មោះដែលមាន upload ហើយឈ្មោះ image មានថាអានេះគឺឈ្មោះ image ព្រោះថាពេលយើង random ទៅពេលយើងធ្វើការ set នេះទៅអានេះគឺជាឈ្មោះអញ្ចឹងឈ្មោះប៉ុណ្ណេះដល់ពេលយើង save ទៅក្នុង database មានន័យថាយើងបានបន្ថែមអានេះពីមុខបើមិនយើងអត់ចង់ដាក់បន្ថែមយើងលុបចេញទៅបានដូចគ្នាហ្នឹងតើនេះអញ្ចឹងទៅនៅក្នុង database របស់យើងមានឃើញនៅ look upload file នេះឃើញ Echelon upload file upload ហើយឈ្មោះ image របស់យើងហ្នឹងអាហ្នឹងគឺចឹងហើយអានេះគឺធម្មតាទេវាបោះមកវិញអូខេអានេះ fine ក៏បានបញ្យល់ហើយយើងអូខេ application នេះក៏បានបញ្យល់ហើយដែរអញ្ចឹងវីដេអូនេះគឺខ្ញុំបានធ្វើការនៅអាចថាមកវីដេអូមកខ្ញុំធ្វើមក function អញ្ចឹងណាហើយបានបញ្យល់នៅ function មួយចំនួនខ្លះទៀតដែរបើសិនជាអ្នកគ្នាចង់ដឹងឲ្យកាន់ស៊ីជម្រៅបន្ថែមអីចឹងទៅអ្នកគ្នាអាចទៅ research ទៅនៅក្នុង AI អីចឹងទៅវា describe បានល្អជាងខ្ញុំនិយាយចឹងណាអូខេគាត់ថានេះយើងបានធ្វើជាក់ស្ដែង AI បានបញ្យល់យើងបន្ថែមទៀតអាហ្នឹងយើងកាន់តែយល់ហើយយើងកុំគិតថាយើងប្រើ AI ចឹងទៅយើងមិនចេះបើយើងឡាយតែមើល AI ចឹងខ្ញុំប្រាប់ចឹងយើងយក AI ធ្វើជាគ្រូណាយើងឆ្ងល់យើងសួរវាហើយយើង note ទុកអីចឹងទៅហើយយើងខំតទៀតទៅខ្ញុំក៏មិនទាន់ចេះអីណាដែរគាត់ថាអីដែលខ្ញុំដឹងខ្ញុំយកមកចែកម្លែកតែប៉ុណ្្នឹងឯងហើយសូមជួយ subscribe channel ខ្ញុំម្នាក់មួយផងហើយអរគុណច្រើនអ្នកនាងយើងនឹងធ្វើបន្តទៀតយើងធ្វើនឹងតកតងជាមួយនឹង update អូខេ bye